ថ្ងៃនឹងមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបអាប់កន្លែងណាដែលធ្វើឲ្យយើងអាប់កន្លះកដោយចំណាយតិចតិចហើយមួយទៀតអាប់កន្លះកដោយមិនចំណាយពេកអ្នកទាំងអស់គ្នាចុះកន្លែងអាប់កន្លះកទៅវាឃើញចំណាយពេកច្រើនមែនតើតែកន្លែងនេះខ្ញុំអាប់កន្លែងខូចវាដូច level 2ឯងអាប់ដល់ level 2អញ្ចឹងវារៀង discount ប្រហែលដូចជា 20% ទៅកន្លែងនេះយើងអាប់កន្លែងណាឥឡូវយើងចូលកន្លែង start មកទាំងអស់គ្នាមកហើយអ្នកទាំងអស់គ្នាមើលកន្លែង training code training code ហ្នឹងនៅពេលដែលយើងអាប់វាឡើងផ្កាយទៅច្រើនទៅវា discount ទៅច្រើនឥឡូវយើងចូលមើលកន្លែងអាប់កន្លះកវិញហើយអ្នកទាំងគ្នាមើលថាវាត្រូវចំណាយពេកមកដែលអានេះវាចំណាយពេកដល់191ឥឡូវយើងចូលទៅកន្លែង start វិញហើយយើងអាប់កន្លែង training code ហ្នឹងទៅកន្លែងនេះគេឲ្យយើងរើសតម្រងវាមាន2តម្រងឲ្យយើងជ្រើសរើសដូចខ្ញុំស្រឡាញ់តម្រងមួយនេះអញ្ចឹងខ្ញុំយក select យកតម្រងមួយហ្នឹងហ្មងទៅអូខេដូចយើងអាប់ហើយយើងចូលទៅមើលកន្លែងដែលអាប់កន្លះកចង់ដឹងថាកន្លែងដែលយើងចំណាយពេកត្រូវអាប់កន្លះកហ្នឹងវានៅសល់ប្រហែលកន្លែងនេះវានៅសល់តែ180ទេមុនយើងអាប់ដូចជា190 191ដូចកន្លែងនេះយើងត្រូវចំណាយតែ320ពេកវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេវីដេអូក្រោយនឹងប្រាប់អ្នកនាងពីរបៀបអាប់កន្លះកដោយអត់ចំណាយពេកអរគុណសម្រាប់ការមើលវីដេអូកុំភ្លេច like subscribe ជួបគ្នាវីដេអូក្រោយបាយបាយ